សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការផលិតសាប៊ូបាទរបស់កូនថ្នាក់ទី6ក1នាឆ្នាំសិក្សា2023និង24កន្លងផុតទៅហើយបាទលោកគ្រូក៏បានឃើញវីដេអូនេះមកក៏លើកយកមកផ្សព្វផ្សាយក៏ដូចជាលើកទឹកចិត្តកូនបាទបញ្ជាក់ថាសាប៊ូដែលយើងផលិតនេះមានក្លិនមានរសជាតិពណ៌ក្លិន2បាទទី1គឺក្រូចសើចទី2គឺម្នាស់បាទពណ៌រាងលឿងនោះគឺម្នាស់បាទអញ្ចឹងមានរូបភាព logo ថ្នាក់រៀនស្រេចបាទអញ្ចឹងរៀបចំជារូបបេះដូងមើលទៅស្រស់ស្អាតបាទអញ្ចឹងនេះគឺជាសមិទ្ធផលដែលផលិតផលដែលកូនកាត់ខំយកធ្វើដើម្បីទុកជាស្នាដៃបាទមានតែប៉ុណ្ណោះសោតនេះគឺជាចែករំលែកខ្លះៗពីរបៀបធ្វើមានក្លិនក្រូចនិងក្លិនក្រូចសើចនិងក្លិនម្នាស់បាទអញ្ចឹងយើងធ្វើពីម៉ូតសិនមាន N70 ចិត្តអីបាទអញ្ចឹងសូមជួយគ្រប់គ្រងទាំងអស់គ្នាដើម្បីកូនខ្មែរគឺសិស្សសាលាខ្មែរយើងដែលខិតខំផលិតសាប៊ូលាងចាននេះបាទនេះគឺជាទិដ្ឋភាពទូទៅដែលកូនក៏ដូចជាលោកគ្រូអ្នកគ្រូខំច្នៃប្រឌិត design ម៉ូដដើម្បីយកទៅតាំងពីពណ៌នៅខេត្តព្រៃវែងបាទកាលពីឆ្នាំទៅមិញបាទអញ្ចឹងនេះគឺជាស្នាដៃរបស់កូនបាទសូមជួយលើកទឹកចិត្តគាត់ហើយនឹងឲ្យកម្លាំងចិត្តគាត់បាទនេះពិតជាអស្ចារ្យណាស់កូនជួយសាស្ត្រាំគឺគាត់លះបង់ពេលវេលាជួយធ្វើផងរៀនផងបាទសូមអរគុណជួបគ្នានៅពេលក្រោយសូមជម្រាបលា